អ៊ុយក្រែននិងរុស្ស៊ីបើកកិច្ចពិភាក្សាសន្តិភាពនៅទីក្រុងហ្សឺណែវខណៈត្រាំបានដាក់សម្ពាធលើទីក្រុងគៀវយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលចេញកាលពីថ្ងៃទី17ខែកុម្ភៈអ្នកចរចាពីអ៊ុយក្រែននិងរុស្ស៊ីបានបញ្ចប់ថ្ងៃដំបូងនៃកិច្ចពិភាក្សាសន្តិភាពរយៈពេល2ថ្ងៃដែលមានសហរដ្ឋអាមេរិកជាអ្នកជួយសម្របសម្រួលនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងដាក់សម្ពាធឲ្យរដ្ឋាភិបាលគៀវឆាប់សម្រេចកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដែលបានបន្តអស់រយៈពេល4ឆ្នាំមុនពេលចរចានៅស្វីសចាប់ផ្ដើមរុស្ស៊ីបានបាញ់គ្រាប់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើកវាយប្រហារតាមអាកាសពេញតំបន់អ៊ុយក្រែនកាលពីយប់មុនបង្កការខូចខាតធ្ងន់ដល់បណ្ដាញអគ្គិសនីនៅទីក្រុងកំពង់ផែអូដេសាភាគខាងត្បូងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាការវាយប្រហារនេះបានធ្វើឲ្យប្រជាជនរាប់ម៉ឺននាក់គ្មានកម្ដៅនិងទឹកប្រើប្រាស់លោក Zelensky បាននិយាយក្នុងសន្ទរកថាពេលយប់ថាយើងត្រៀមខ្លួនរួចហើយដើម្បីឆាប់ឈានទៅរកកិច្ចព្រមព្រៀងដែលមានតម្លៃនិងអាចបញ្ចប់សង្គ្រាមនេះបានបញ្ហាគឺស្ថិតនៅលើភាគីរុស្ស៊ីតើពួកគេចង់បានអ្វីឲ្យពិតប្រាកដអ្នកចរចាចម្បងរបស់អ៊ុយក្រែនលោក Rustem Umeru ប្រធានក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិបាននិយាយថាកិច្ចពិភាក្សាថ្ងៃដំបូងផ្ដោតលើបញ្ហាបច្ចេកទេសនិងយន្តការនៃការសម្រេចចិត្តដែលអាចធ្វើទៅបានប៉ុន្តែมันបានបញ្ជាក់លម្អិតលោកបានបន្ថែមទៀតថាការចរចានឹងបន្តទៅថ្ងៃពុធដែលជាថ្ងៃចុងក្រោយមន្ត្រីរុស្ស៊ីមិនបានធ្វើសេចក្តីថ្លែងការណ៍ណាមួយទេប៉ុន្តែសារព័ត៌មានរុស្ស៊ីបានដកស្រង់ប្រភពមួយថាការចរចាមានភាពតានតឹងខ្លាំងហើយបន្តរយៈពេល6ម៉ោងក្នុងទម្រង់ជួបពិភាក្សាទ្វេភាគីនិងត្រីភាគីផ្សេងៗកិច្ចប្រជុំនៅហ្សឺណែវនេះបន្តពីការចរចាពីលើកមុននៅអាប៊ូដាប៊ីដែលសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួលប៉ុន្តែមិនទទួលបានលទ្ធផលធំៗដោយសារភាគីទាំងពីរនៅតែខុសគ្នាយ៉ាងខ្លាំងលើបញ្ហាសំខាន់ៗដូចជាការគ្រប់គ្រងដែនដីភាគខាងកើតអ៊ុយក្រែនលោកត្រាំកំពុងជំរុញឲ្យមូស្គូនិងគៀវឆាប់ធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមធំបំផុតនៅអឺរ៉ុបចាប់តាំងពីឆ្នាំ1945មកប៉ុន្តែ Zelensky បានត្អូញត្អែថាប្រទេសរបស់លោកកំពុងរងសម្ពាធឲ្យធ្វើសម្បទានច្រើនជាងមុនក្នុងការប៉ុនប៉ងកម្រដើម្បីដោះស្រាយវិបត្តិធំៗពីរជាមួយគ្នាពួកគេបានចូលរួមការចរចាដោយប្រយោលជាមួយអ៊ីរ៉ង់នៅពេលព្រឹកមុនហើយបន្ទាប់មកបានឆ្លងទៅកាន់ទីក្រុងមួយទៀតដើម្បីសម្របសម្រួលកិច្ចពិភាក្សារវាងអ៊ុយក្រែននិងរុស្ស៊ីលោកត្រាំបានបន្តថាអ៊ុយក្រែនត្រូវតែត្រឡប់មកតុចរចាឲ្យបានឆាប់នេះហើយជាអ្វីដែលខ្ញុំបានប្រាប់រុស្ស៊ីកំពុងទាមទារឲ្យអ៊ុយក្រែនប្រគល់ 20% ដែលនៅសល់នៃតំបន់ Donetsk ភាគខាងកើតដែលមូស្គូមិនអាចដណ្ដើមយកបានដោយពេញលេញប៉ុន្តែអ៊ុយក្រែនបដិសេធយ៉ាងដាច់ខាតកិច្ចចរចារវាងអ៊ុយក្រែននិងរុស្ស៊ីដែលមានអាមេរិកជាអាជ្ញាកណ្ដាលនេះគឺកំពុងដំណើរការបន្តមកដល់ថ្ងៃនេះដូចនេះតម្លៃមាសអាចមានការប្រែប្រួលខ្លាំងប្រសិនបើកិច្ចចរចានេះមានសញ្ញាវិជ្ជមានតម្លៃមាសនឹងធ្លាក់ចុះបន្ថែមទៀតបន្ទាប់ពីមានសញ្ញាវិជ្ជមានមួយហើយក្នុងកិច្ចចរចាអាវុធនុយក្លេអ៊ែររវាងអាមេរិកនិងអ៊ីរ៉ង់